នេះគឺជាវិធីធ្វើគាវស្ងោរដែលខ្ញុំតែងតែធ្វើនៅពេលដែលខ្ញុំជួបជុំគ្រួសារឬក៏ធ្វើជាអាហារញ៉ាំពេលព្រឹកដោយសារតែគាវស្ងោរបែបនេះគឺមានលក្ខណៈងាយស្រួលធ្វើមែនតើសម្រាប់បងដែលមិនទាន់ចេះធ្វើគាវស្ងោរទេបងអាចសាកមើលវីដេអូនេះឲ្យដល់ចប់ណាសម្រាប់ឲ្យគ្រឿងផ្សំវិញគឺធានាថាស្រួលរកមែនតើបងចំណាយលុយតិចទៀតគ្រឿងផ្សំដូចដែលបងបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺជាដំបូងខ្ញុំមិនសាច់ជ្រូកបងអាចជ្រើសរើសប្រភេទសាច់ផ្សេងដូចជាបង្គាក៏បានដែរចំណែកថ្ងៃនេះខ្ញុំប្រើសាច់ជ្រូកប្រហែលជា7ខាំដែរបងហើយចំណែកផ្នែកបន្លែវិញគឺខ្ញុំមានជាមួយនឹងផ្សិតក្រៀមយើងត្រាំលាងទឹកឲ្យវារហូតដល់ទឹកបាត់ក្លិនណាបងយើងត្រាំឲ្យវារីកហើយយើងលាងរហូតដល់តែវាបាត់ក្លិនមិនធ្វើគាវទៅវាមានរសជាតិឆ្ងាញ់ហើយផ្សិតនឹងផងដែរខ្ញុំប្រើតែ3ទេហើយខ្ញុំហាន់វាតូចចិញ្ច្រាំវាឲ្យល្អិតដើម្បីលាយធ្វើជាស្នូលចំណែកឯផ្នែកបន្លែមួយទៀតមានជាមួយនឹងស្លឹកខ្ទឹមបងអាចដាក់ច្រើនតាមចំណង់ចំណូលចិត្តបានសម្រាប់ខ្ញុំដាក់កាន់តែច្រើនកាន់តែឈ្ងុយចំណែកឯបន្លែមួយទៀតដែលពិសេសជាងគេដាក់អត់បានហ្នឹងគឺស្លឹកគូឆាយបងស្លឹកគូឆាយនេះប្រហែលជាមួយខាំគឺខ្ញុំហាន់វាតូចអញ្ចឹងមកបងដើម្បីយកទៅលាយជាមួយនឹងស្នូលសម្រាប់បងដែលចូលចិត្តបន្លែផ្សេងបងអាចថែមបានដូចជាស្ពៃក្តោបជាដើមសម្រាប់ខ្ញុំ3មុខហ្នឹងគឺគ្រប់គ្រាន់ហើយយើងមានបន្ថែមជាមួយនឹងខ្ទឹមសខ្ទឹមក្រហមដើម្បីឲ្យស្នូលហ្នឹងមានក្លិនកាន់តែឈ្ងុយសម្រាប់ខ្ទឹមសខ្ទឹមក្រហមបងអាចដាក់តាមចំណូលចិត្តបានសម្រាប់ខ្ញុំស្នូលប៉ុណ្ណឹងខ្ញុំដាក់ប្រហែលតែ3កាពឹសទេខ្ទឹមក្រហមមកយើងហាន់វាឲ្យស្ដើងចិញ្ច្រាំវាឲ្យម៉ត់ហើយចំណែកឯខ្ទឹមសក៏ដូចគ្នាដែរគឺយើងដំវាចិញ្ច្រាំវាឲ្យម៉ត់ដូចគ្នាសម្រាប់គ្រឿងផ្សំនឹងផងដែរបងអាចបន្ថែមបន្ថយតាមចំណូលចិត្តបានតែគ្រឿងផ្សំទាំងអស់នេះគឺខ្ញុំតែងតែធ្វើព្រោះតែវាងាយស្រួលធ្វើមែនតើបងហើយចំណាយពេលលឿនទៀតឥឡូវចាប់ផ្ដើមធ្វើស្នូលហើយគឺខ្ញុំដាក់កាន់សាច់ជ្រូកដោយសារតែខ្ទឹមខ្ញុំជឿចិញ្ច្រាំខ្ទឹមសខ្ញុំកាន់ជាមួយសាច់ជ្រូកបងឃើញសាច់ជ្រូករាងសគឺវាបណ្ដាលមកពីខ្ទឹមហ្នឹងហើយបងអញ្ចឹងទៅសាច់ជ្រូករាងសតែតាមពិតសាច់ជ្រូករបស់យើងស្រស់ល្អបងហើយយើងបន្ថែមជាមួយនឹងគ្រឿងដែលយើងបានហាន់បាញ់មិញហ្នឹងចូលទាំងអស់មកលាយចូលគ្នាហើយយើងបន្ថែមជាមួយនឹងប្រេងខ្យងប្រហែលជាមួយស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាបាយស្ករសប្រហែលកន្លះស្លាបព្រាបាយទឹកស៊ីអ៊ីវ1ស្លាបព្រាបាយទឹកត្រីបន្តិចម្រេចជាមួយនឹងប្រេងល្ងប្រហែលជាកន្លះស្លាបព្រាបាយដែរបងហើយយើងបន្ថែមជាមួយនឹងពងមាន់មួយគ្រឿងផ្សំមានតែប៉ុណ្្នឹងឯងបងគឺងាយស្រួលមែនតើហើយយើងធ្វើការច្របល់វាឲ្យវាចូលជាតិហើយយើងទុកវាប្រហែលជា15នាទីទៅកន្លះម៉ោងទៅទាំងយើងយកមកខ្ចប់ចំណែកឯសបកគេនេះវិញគឺខ្ញុំបានទិញពីខាងផ្សារទំនើបបងគឺងាយស្រួលមែនតើបើសិនជាយើងអត់មានពេលធ្វើហើយចំណែកឯការខ្ចប់គេរបស់ខ្ញុំគឺធម្មតាទេបងសាមញ្ញងាយស្រួលបងអាចមើលនៅក្នុងវីដេអូនឹងអញ្ចឹងគឺខ្ញុំលាបជាមួយនឹងទឹកបចិតវាឲ្យចិត្តល្អបងមិនអញ្ចឹងទេពេលស្ងោរវានឹងលបូតអញ្ចឹងទៅវាចេញស្នូលគឺអត់ឆ្ងាញ់ទេបងហើយក៏ល្អមើលដែរអញ្ចឹងយើង make sure ធ្វើមិនឲ្យគាវរបស់យើងហ្នឹងគឺវាជាប់ល្អហើយយើងធ្វើការខ្ចប់ម្ដងមួយអញ្ចឹងមកបងគឺងាយស្រួលមែនតើយើងអាចខ្ចប់តែរបៀបដែលបងចង់ធ្វើក៏បានដែរតែសម្រាប់ខ្ញុំចូលចិត្តខ្ចប់របៀបហ្នឹងគឺមើលទៅស្អាតម្យ៉ាងដែរតបពីយើងខ្ចប់ហើយគឺយើងអាចស្ងោរញ៉ាំបានដែរបងយើងដាំទឹកឲ្យពុះយើងដាក់គាវនឹងស្ងោរទៅបងស្ងោររហូតដល់ទៅវាដែតហើយយើងអាចរងចាំមើលថាវាល្មមឆ្អិនហើយយើងស្រង់ចេញមកសម្រាប់ខ្ញុំស្ងោរប្រហែលជា10ទៅ15នាទីបងព្រោះបើយើងស្ងោរយូរពេកម្សៅនឹងវារីកពេកវាអត់ឆ្ងាញ់ទេនៅពេលដែលយើងស្ងោរគឺយើងកូរវាដែរបងមិនអញ្ចឹងទេវាជាប់ជាមួយនឹងបាតឆ្នាំងអញ្ចឹងអាចធ្វើឲ្យគាវរបស់យើងធ្លាយសម្រាប់គាវនឹងផងដែរយើងអាចញ៉ាំក្តៅក៏ឆ្ងាញ់ម្យ៉ាងតែបើសិនជាបងធ្វើច្រើនបងអាចដាក់ក្នុងទូទឹកកកដាក់ប្រអប់បិទចិត្តទៅពេលដែលបងចង់ញ៉ាំចាំយកមកស្ងោរអញ្ចឹងគាវរបស់ខ្ញុំហើយបងតំណងមែនតែនចំណែកឯទឹកជ្រលក់របស់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំប្រើជាមួយនឹងទឹកស៊ីអ៊ីវជូរបងអាចរកទិញនៅតាមផ្សារទំនើបបានហើយសម្រាប់ទឹកជ្រលក់នឹងផងដែរខ្ញុំលាយជាមួយនឹងម្ទេសក្រៀមបើបងចូលចិត្តខ្ទឹមសបងអាចបន្ថែមទៅក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំញ៉ាំតែជាមួយម្ទេសក្រៀមគឺល្មមហើយគេរបស់យើងគឺស្នូលរបស់យើងអត់ប្រៃពេកទេបងល្មមវាមានរសជាតិផ្អែមចេញពីស្លឹកគូឆាយហើយម្ហូបមុខនេះគឺគ្រួសាររបស់ខ្ញុំចូលចិត្តសឹងទាំងអស់គ្នាបងគឺយើងអាសាធ្វើមែនតែនអញ្ចឹងបើបងចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like subscribe ផងណាអរគុណបង